នេះគឺជាផែនការបង្កើតគ្រាប់បែកនុយក្លេអ៊ែរដំបូងបង្អស់ដោយជោគជ័យហើយបរិះដែលដឹកនាំការបង្កើតដោយជោគជ័យនេះបែរជាសោកស្ដាយអស់មួយជីវិតទៅវិញពេលនេះខ្ញុំបានក្លាយទៅជាសេចក្តីស្លាប់ជាអ្នកបំផ្លាញពិភពលោកអាវុធនុយក្លេអ៊ែរធ្លាប់ត្រូវបានប្រើតែ2ដងប៉ុណ្ណោះក្នុងសង្គ្រាមទាំង2ដងនេះគឺប្រើដោយសហរដ្ឋអាមេរិកប្រឆាំងនឹងជប៉ុនដើម្បីបញ្ចប់សង្គ្រាមលោកលើកទី2ហើយក៏ឃើញមានការបំផ្ទុះសាកល្បងជាង2000ដងក្រោយៗមកទៀតតើនរណាជាអ្នកនៅពីក្រោយខ្នងការផលិតដោយជោគជ័យនេះតើវាល្អទេហេតុអ្វីបានជាគាត់បែរជាមានវិបដិសារីទៅវិញ Now I am become death, the destroyer of worlds. I suppose we all thought that one way or another. ឆ្នាំ1939ទីភ្នាក់ងារមួយដែលនាំឲ្យមានគម្រោង Manhattan ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីទី32 Franklin Roosevelt របស់សហរដ្ឋអាមេរិកមូលហេតុគឺក្រោយពីក្រុមប្រតិបត្តិការស៊ើបអង្កេតសម្ងាត់របស់អាមេរិកបានរាយការណ៍ថាក្រុមណាស៊ីរបស់ Adolf Hitler កំពុងប្រមូលក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនដើម្បីធ្វើការលើអាវុធនុយក្លេអ៊ែរហើយនេះគឺជាការព្រួយបារម្ភនៃវិនាសកម្មរបស់ពិភពលោកដំបូងឡើយលោកប្រធានាធិបតី Roosevelt បានបង្កើតក្រុមពិសេសដែលប្រមូលផ្ដុំអ្នកវិទ្យាសាស្ត្រនិងកងទ័ពដែលមានឈ្មោះថាគណៈកម្មាធិការសិក្សាអំពីសារធាតុអ៊ុយរ៉ាញ៉ូមតួនាទីរបស់ពួកគេគឺសិក្សាថាតើវត្ថុធាតុមួយប្រភេទដែលហៅថាអ៊ុយរ៉ាញ៉ូមអាចប្រើជាអាវុធដ៏មានឥទ្ធិពលបានដោយរបៀបណាបន្ទាប់ពីក្រុមនេះបានសិក្សាបន្ថែមរដ្ឋាភិបាលអាមេរិកបានវិនិយោគលុយជាច្រើនដែលមានអ្នកវិទ្យាសាស្ត្រ2នាក់គឺលោក Enrico Fermi និង Leo Szilard នៅសាកលវិទ្យាល័យ Columbia ពួកគេបានសិក្សាអំពីរបៀបធ្វើឲ្យអ៊ុយរ៉ាញ៉ូមខ្លាំងជាងមុននិងរបៀបបង្កើតការបំផ្ទុះដោយបំណែកតូចៗនៃសារធាតុអ៊ុយរ៉ាញ៉ូមនៅឆ្នាំ1940គណៈកម្មាធិការប្រឹក្សាអំពីអ៊ុយរ៉ាញ៉ូមត្រូវបានបដូរឈ្មោះថ្មីគឺគណៈកម្មាធិការស្រាវជ្រាវការពារជាតិក្រោយមកនៅឆ្នាំ1941វាត្រូវបានបដូរទៅជាការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍវិទ្យាសាស្ត្រ OSRD នៅក្នុងឆ្នាំនោះបន្ទាប់ពីជប៉ុនលុកលុយកោះ Pearl Harbor លោកប្រធានាធិបតី Roosevelt បានថ្លែងនៅក្នុងសន្ទរកថាថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងសង្គ្រាមលោកលើកទី2នេះសហរដ្ឋអាមេរិកនឹងសហការជាមួយនឹងចក្រភពអង់គ្លេសបារាំងរុស្ស៊ីដើម្បីប្រឆាំងនឹងអាល្លឺម៉ង់នៅប៉ែកអឺរ៉ុបនិងប្រឆាំងជាមួយជប៉ុននៅក្នុងតំបន់ Pacific នៅក្នុងឆ្នាំ1942ការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍវិទ្យាសាស្ត្របានបង្កើតក្រុមពិសេសមួយដែលមានឈ្មោះថា Manhattan Engineer District ដែលមានទីតាំងនៅក្នុងទីក្រុង New York និងដឹកនាំដោយវីរៈសេនីយ៍ឯកយោធាម្នាក់ដែលមានឈ្មោះថា Leslie Ergloff លោក Fermi និងលោក Szilard បានបន្តសិក្សាអំពីប្រតិកម្មសង្វាក់នុយក្លេអ៊ែរដែលជារបៀបដែលអាតូមបំបែកចេញពីគ្នានិងធ្វើអន្តរកម្មពួកគេធ្វើវានៅសាកលវិទ្យាល័យ Chicago ហើយបានជោគជ័យនៅក្នុងការបង្កើតសារធាតុអ៊ុយរ៉ាញ៉ូមមួយប្រភេទដែលឈ្មោះថាអ៊ុយរ៉ាញ៉ូម 235 ដោយធ្វើឲ្យវាខ្លាំងជាងមុននៅថ្ងៃទី28ខែធ្នូឆ្នាំ1942ប្រធានាធិបតី Roosevelt បានសម្រេចគម្រោង Manhattan នេះដាក់បញ្ចូលគ្នានៅសារធាតុផ្សេងៗដែលស្រាវជ្រាវនៅកន្លែងផ្សេងៗរួមបញ្ចូលគ្នាគោលដៅគឺដើម្បីប្រែក្លាយថាមពលនុយក្លេអ៊ែរទៅជាអាវុធដ៏ខ្លាំងក្លាមួយពួកគេបានបង្កើតកន្លែងពិសោធន៍ឆ្ងាយពីគ្នាដូចជានៅ New Mexico, Tennessee និង Washington ក៏ដូចជានៅប្រទេស Canada ដើម្បីធ្វើការពិសោធន៍និងធ្វើការតេស្តទាក់ទងទៅនឹងការស្រាវជ្រាវនេះលោក J. Robert Oppenheimer អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីរបៀបដែលអាតូមបំបែកចេញពីគ្នារួមជាមួយនឹង Edward Teller និងអ្នកវិទ្យាសាស្ត្រផ្សេងៗទៀតបានក្លាយទៅជាអ្នកដឹកនាំមន្ទីរពិសោធន៍នៅ Los Alamos នៅភាគខាងជើងរដ្ឋ New Mexico នៅក្នុងឆ្នាំ1943នៅថ្ងៃទី16ខែកក្កដាឆ្នាំ1945នៅក្នុងទីតាំងវាលខ្សាច់ដាច់ស្រយាលមួយនៅជិត Alamogordo រដ្ឋ Mexico គ្រាប់បែកប៉ារ៉ាវ៉ាណូដំបូងគេក្នុងលោកត្រូវបានបំផ្ទុះសាកល្បងដោយជោគជ័យការសាកល្បងនេះត្រូវបានគេឲ្យឈ្មោះថា The Trinity បានបង្កើតថាមពលពពកដូចជាផ្សិតដ៏ធំសម្បើមដែលមានកម្ពស់រហូតដល់ទៅ 40,000 feet ឯណោះហើយជាចុងក្រោយក្រោមការដឹកនាំរបស់លោក Oppenheimer និងក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនទៀតបានបង្កើតគ្រាប់បែកពីរគ្រាប់ផ្សេងគ្នាមួយប្រើសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានគេហៅថា Little Boy និងមួយទៀតប្រើ Plutonium ដែលត្រូវបានគេហៅថា Fat Man ទាំងពីរនេះត្រូវបានបង្កើតឡើងនៅ Los Alamos ហើយវាបានក្លាយទៅជារបស់ដ៏សំខាន់នៃផែនការរបស់អាមេរិកក្នុងការបញ្ចប់សង្គ្រាមលោកលើកទី2នៅក្នុងឆ្នាំ1945អាល្លឺម៉ង់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅអឺរ៉ុបហើយស្ទើរតែចុះចាញ់ទៅហើយតែផ្ទុយទៅវិញនៅឯជប៉ុនឯនេះវិញនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ដែលនេះគឺជាការឈ្លានពានដ៏ធំសម្បើមមួយការឈ្លានពាននេះទំនងនាំឲ្យមានការស្លាប់និងរបួសជាច្រើន
ទាំងភាគីសងខាងនៅថ្ងៃទី26ខែកក្កដាឆ្នាំ1945ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលមានឈ្មោះថា Sonnenset Potsdam នៅក្នុងទីក្រុងមួយដែលមានឈ្មោះថា Potsdam នៅក្នុងប្រទេសអាល្លឺម៉ង់សហរដ្ឋអាមេរិកបានផ្ញើសារដ៏សំខាន់មួយដល់ប្រទេសជប៉ុនដោយសរសេរថាជប៉ុនត្រូវតែចោះចាញ់ដោយផ្អែកលើលក្ខខណ្ឌមួយចំនួនដែលបានចែងនៅក្នុងឯកសារមួយដែលជាសេចក្តីប្រកាស Potsdam នេះការប្រកាសនេះគឺចង់ឲ្យជប៉ុនបង្កើតរដ្ឋាភិបាលថ្មីមួយដែលមានសន្តិភាពដែលអនុវត្តតាមច្បាប់ប្រជាធិបតេយ្យប្រសិនបើជប៉ុនមិនចោះចាញ់ទេពួកគេប្រមានថាពួកគេនឹងប្រឈមទៅនឹងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរប៉ុន្តែមានរឿងគួរឲ្យចាប់អារម្មណ៍មួយកើតឡើងនៅក្នុងសេចក្តីប្រកាស Potsdam នេះមិនមានបញ្ចូលតួនាទីរបស់ព្រះចៅអធិរាជជប៉ុននៅក្នុងការដឹកនាំអនាគតប្រទេសជប៉ុនឡើយហើយអធិរាជជប៉ុនរូបនេះមិនយល់ព្រមជាដាច់ខាតទន្ទឹមនឹងនេះមេដឹកនាំយោធានៃគម្រោង Manhattan បានកំណត់អត្តសញ្ញាណទីក្រុង Hiroshima របស់ប្រទេសជប៉ុនជាគោលដៅដ៏ល្អសម្រាប់បំផ្ទុះគ្រាប់បែកប៉ារ៉ាម៉ាណូហើយទីនោះមិនមានអ្នកទោសសង្គ្រាមអាមេរិកឡើយដោយមិនមានកិច្ចព្រមព្រៀងចោះចាញ់ពីជប៉ុននៅថ្ងៃទី6ខែសីហាឆ្នាំ1945យន្តហោះទម្លាក់គ្រាប់បែក Enola Gay បានទម្លាក់គ្រាប់បែក Little Boy នៅក្នុងកម្ពស់ 2000 feet លើទីក្រុង Hiroshima ដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញនិងការស្លាប់ដែលមិនធ្លាប់មានពីមុនមក3ថ្ងៃក្រោយមកដោយនៅតែមិនព្រមចោះចាញ់នៅថ្ងៃទី9ខែសីហាគ្រាប់បែក Fat Man ត្រូវបានទម្លាក់ពីលើទីក្រុង Nagasaki គ្រាប់បែកទាំងពីរនេះបានសម្លាប់មនុស្សជាង100000 នាក់និងធ្វើឲ្យទីក្រុងទាំងពីររបស់ជប៉ុនរាបដល់ដីក្រោយមកជប៉ុនបានជូនដំណឹងដល់ទីក្រុង Washington បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី Roosevelt គឺស្ថិតនៅក្រោមការដឹកនាំថ្មីរបស់ប្រធានាធិបតី Harry Truman ហើយបានចុះចាញ់ជាផ្លូវការនៅថ្ងៃទី14ខែសីហាឆ្នាំ1945ក្នុងប្រវត្តិសាស្ត្រមនុស្សមានតែសេចក្តីស្លាប់មិនមានស្ថិរភាពឡើយហើយយើងក៏មិនដឹងថានៅខាងមុខនឹងមានអ្វីកើតឡើងសាហាវព្រៃផ្សៃប៉ុណ្ណានោះដែរហើយទាំងអស់នេះសុទ្ធតែបានទីនិងកត់ត្រានៅក្នុងព្រះគម្ពីរ Bible ព្រះបន្ទូលរបស់ព្រះយេស៊ូវរួចទៅហើយបើសិនជាលោកអ្នកចង់ដឹងបន្ថែមអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវលោកអ្នកអាចចូលលើ link Telegram ខាងលើវីដេអូនេះសូមអរគុណច្រើនជួបគ្នាវីដេអូក្រោយ